បាទសួស្តីបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាបើជាបន្តទៀតជាមួយនឹងប្រភេទវីដេអូកំសាន្តក៏ដូចជាការចាប់សត្វផ្សេងៗពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាបន្ទាប់ពីបាទមេឃភ្លៀងខ្លាំងបងប្អូនណាគឺថានៅថ្ងៃទី30បាទខែកក្កដាឆ្នាំ2026បាទកាលពីម្សិលមិញនេះគឺថាភ្លៀងបាទខ្លាំងមែនទែនបងប្អូនគឺថាមួយថ្ងៃពីរថ្ងៃនេះគឺថាភ្លៀងជាប់គ្នាតែម្ដងបាទគឺថានៅខាងបាត់ដំបងបាទហើយមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែបណ្ដាខេត្តមួយចំនួនក៏នឹងទទួលបានទឹកភ្លៀងបាទខ្លាំងផងដែរបាទហើយនៅពេលដែលល្ងាចឡើងបងប្អូនណាគឺថាមានបាទមេភ្លៀងបងប្អូនគឺថាមេភ្លៀងច្រើនមែនទែនបាទមិនត្រឹមតែមេភ្លៀងបាទសូម្បីតែសត្វផ្សេងមានសត្វបាទហ៊ីងសត្វគីង្គក់បាទសត្វកង្កែបសត្វអីផ្សេងក៏វាចេញដែរបាទហើយបាទកាលពីល្ងាចហ្នឹងគឺថាមន់របស់ខ្ញុំបានធ្វើការបាទចឹកគេហៅថាចឹកមេភ្លៀងបាទចឹកចំណីស៊ីហើយនេះគឺថានៅពេលដែលយប់ឡើងហ្នឹងគឺថាសម្បូរបាទគីង្គក់បងប្អូនណាបាទគឺថាបាទគ្រប់ពណ៌បាទគ្រប់សាសតែម្ដងបាទគីង្គក់នេះបងប្អូនមានតាំងពីពណ៌ខ្មៅបាទពណ៌លឿងបាទពណ៌សអីហ្នឹងទៅបាទប៉ុន្តែគាត់ថាផ្ទះខ្ញុំគឺអត់ហ៊ានហូបទេគឺថាបាទសត្វគីង្គក់ហ្នឹងគឺតាទុកបាទទុកឲ្យវានៅទៅបាទហើយមិនត្រឹមតែប៉ុណ្ណោះគឺថាងាកឡើងបាទសត្វច្រើនប្រភេទមែនទេបងប្អូនបាទបន្ទាប់ពីបាទមេឃភ្លៀងណាបាទធម្មតាកាលណាមេឃភ្លៀងបាទខ្លាំងចឹងទៅវាលិចនៅរន្ធបាទលិចនៅចម្រោកបាទសត្វផ្សេងវាចេញបាទមានតាំងពីបាទសត្វកាឡាតផ្សេងក៏ដូចជាសត្វចង្រិតដូងដែរបងប្អូនណាបាទនេះគឺថាចង្រិតដូងបាទធំប៉ុន្តែវាចេញតែមួយទេបងប្អូនបាទវាចេញមកតែមួយបាទហើយចំណែកអាសត្វកាឡាតវិញគឺថាខ្ញុំឆ្លោះបាទទៅណាក៏ឃើញទៅណាក៏ឃើញដែរបាទគឺថានៅបាទស្ទើរតែជុំវិញផ្ទះម្ដងបាទហើយបាទនៅខាងមុខផ្ទះខ្ញុំបាទនេះគឺថាបាទពោពេញទៅដោយបាទសត្វមេភ្លៀងបាទសត្វមេភ្លៀងបាទច្រើនមែនទែនបងប្អូនគឺថាដាក់បាទអំពូលចោលបាទនៅលើបាទកៅអីហ្នឹងទៅបាទច្រើនមែនទែនបងប្អូនបាទអានេះគឺថាយើងយកដាក់បាទធ្វើជាចំណីមាន់ចំណីទាគឺថាវាស៊ីទៅគឺថាបាទមានរសជាតិបាទឆ្ងាញ់ហើយឆាប់ធំផងដែរបាទអរគុណណាបងប្អូនទាំងអស់គ្នាផងដែរមកជួបគ្នាជាបន្តជាមួយនឹងបាទវីដេអូថ្មីបាទសូមអរគុណ